នៅពេលដែលមនុស្សរំលឹកដល់ឈ្មោះ Steve Jobs ពួកគេជាញឹកញាប់តែងតែលើកឡើងថាជាបុគ្គលអច្ឆរិយៈដែលមានចក្ខុវិស័យវែងឆ្ងាយនិងជាមនុស្សតែម្នាក់ដែលផ្លាស់ប្ដូរពិភពបច្ចេកវិទ្យាប៉ុន្តែនៅពីក្រោយផលិតផលដែលល្អប្លែកនិងពិសេសជាងគេនោះនៅមានមនុស្សម្នាក់ទៀតដែលស្ងាត់ស្ងៀមសង្ងំបង្កើតផលិតផលដែលផ្លាស់ប្ដូរអនាគតគាត់មានឈ្មោះថា Johnny Ive មនុស្សជាច្រើនមិនបានឃើញគាត់ឈរនៅលើវេទិកាគាត់កម្រនឹងនិយាយទៅកាន់ពិភពលោកខាងក្រៅគាត់ក៏មិនមែនជាអ្នកតំណាងឲ្យក្រុមហ៊ុន Apple ប៉ុន្តែបើគ្មានលោក Johnny ក្រុមហ៊ុន Apple ដែលយើងស្គាល់សពថ្ងៃប្រហែលជាមិនដើរដល់ពេលបច្ចុប្បន្ននេះទេក្នុងឆ្នាំ1990ក្រុមហ៊ុន Apple បានជាប់គាំងនឹងការខាត់បងប្រាក់មួយចំនួនធំដោយសារតែផលិតផលរបស់ពួកគេហួសសម័យមនុស្សជាច្រើនជឿថាក្រុមហ៊ុន Apple នឹងបាត់ខ្លួននាពេលអនាគតក្រោយមកលោក Steve Jobs បានត្រឡប់មកដឹកនាំក្រុមហ៊ុន Apple សារជាថ្មីនៅក្នុងឆ្នាំ1997ខណៈដែលលោកកំពុងតែធ្វើការសាររើទៅលើប្រព័ន្ធដឹកនាំរបស់ក្រុមហ៊ុន Apple លោកក៏បានស្វែងរកឃើញមនុស្សម្នាក់ដែលជាអ្នករចនាផលិតផលប្រើប្រាស់មកពីប្រទេសអង់គ្លេសដែលបាននៅកំពុងធ្វើការស្រាវជ្រាវដ៏ស៊ីជម្រៅនៅខាងក្នុងបន្ទប់រចនានៃក្រុមហ៊ុន Apple ដំបូងឡើយលោក Johnny មានអារម្មណ៍ថាគាត់មិនមានសារៈសំខាន់អ្វីឡើយថែមទាំងបានសម្រេចចិត្តចង់ចាក់ចេញពីក្រុមហ៊ុន Apple ថែមទៀតភ្លាមៗប៉ុន្តែលោក Steve Jobs គ្រាន់តែបានឃើញនៅគំនិតរចនារបស់លោក Johnny Ive ភ្លាមៗនោះគ្រប់យ៉ាងបានផ្លាស់ប្ដូរពួកគេទាំងពីរនាក់បានធ្វើការចែករំលែកនៅផ្នត់គំនិតដូចគ្នាមិនមែនគ្រាន់តែជាការបង្កើតផលិតផលនោះទេប៉ុន្តែពួកគេសហការគ្នាបង្កើតនៅបទពិសោធន៍ថ្មីស្រឡាងសម្រាប់មនុស្សគ្រានោះហើយតែពួកគេបានក្លាយជាដៃគូសហការគ្នាដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រជាមួយគ្នាពួកគេបានបង្កើតនៅ Computer iMac ដែលមានពណ៌ចម្រុះនិងជាផលិតផលស្រោចស្រង់ក្រុមហ៊ុន Apple ពីការដួលរលំក្រោយមកទៀតឧបករណ៍ស្ដាប់ភ្លេង iPod ក៏បានចាប់កំណើតលោក Johnny មិនបានធ្វើការរចនាទៅលើឧបករណ៍តែប៉ុណ្ណោះទេគឺគាត់បានរចនានៅរូបអារម្មណ៍គាត់ជឿថាបច្ចេកវិទ្យាគួរតែផ្ដល់អារម្មណ៍មួយដែលសាមញ្ញស្រស់បំព្រងបែបធម្មជាតិនៃមនុស្សក្រោយៗមកទៀតក៏មានវត្តមាន MacBook និង iPad លេចចេញឡើងខណៈដែលក្រុមហ៊ុនដទៃទៀតផ្ដោតទៅលើថាមពលនិងមុខងារប្រើប្រាស់ក្រុមហ៊ុន Apple វិញបានផ្ដោតទៅលើអារម្មណ៍នៃការប្រើប្រាស់ផលិតផលរបស់ពួកគេទស្សនៈមួយនោះហើយបានធ្វើការផ្លាស់ប្រែពិភពលោកអ្នកប្រើប្រាស់មិនមែនធ្វើការបញ្ជាទិញផលិតផលក្រុមហ៊ុន Apple ដោយសារតែការដំណើរការល្អតែមួយមុខទេពួកគេទិញ iPhone ដោយសារតែពួកគេមានអារម្មណ៍ថាស្និទ្ធស្នាលលើសពីធម្មតាមានពេលមួយលោក Steve Jobs ធ្លាប់បាននិយាយថាលោក Johnny គឺជាដៃគូវិញ្ញាណរបស់ខ្ញុំតែមួយគត់នៅក្នុងក្រុមហ៊ុន Apple ប្រយោគមួយនោះហើយបានលាតត្រដាងរឿងរ៉ាវដ៏មានឥទ្ធិពលមួយថាសូម្បីតែអ្នកដឹកនាំដ៏អស្ចារ្យលំដាប់ពិភពលោកក៏មិនអាចទទួលបានជោគជ័យតែឯកឯងបានដែរហើយនៅពីក្រោយភាពជោគជ័យរបស់បុគ្គលម្នាក់តែងតែមានអាចកំបាំងអច្ឆរិយៈនៅពីក្រោយគឺជាមនុស្សម្នាក់ដែលចាំជួយកែប្រែចក្ខុវិស័យទៅជាការពិតមួយរីឯរឿងរ៉ាវរបស់ក្រុមហ៊ុន Apple កំពូលអច្ឆរិយៈដែលនៅពីខាងក្រោយនោះគឺលោក Johnny Ive សារអប់រំពេលខ្លះមនុស្សដែលអាចផ្លាស់ប្ដូរពិភពលោកបានមិនមែនជាបុគ្គលដែលពូកែសម្ដីនិងលេចធ្លោជាងគេឯងនៅលើវេទិកានោះទេពួកគេគឺជាអ្នកដែលច្នៃប្រឌិតដែលស្ងប់ស្ងាត់នៅពីក្រោយភាពជោគជ័យទាំងនោះ